អ្នកទាំងគ្នាអាចជួបបន្ទប់ខ្ញុំតាមរយៈបាកូដដូចមានបង្ហាញនៅលើអេក្រង់ទូរស័ព្ទនេះផងដែរដើម្បីខ្ញុំអាចទាំងការទូរស័ព្ទបញ្ចូលអ៊ីនធឺណិតថតវីដេអូចែកជូនអ្នកទាំងអស់គ្នាទស្សនកម្មផ្សេងជាហោហែបន្តទៀតសូមអរគុណយើងមកតាមដានស្ដាប់ការវិភាគរបស់យើងចង់ដឹងថាពេលនេះមកនេះមានអ្វីសម្រាប់អ្នកដែលកំពុងតែទស្សនាការវិភាគរបស់ខ្ញុំមានអ្វីដែលអ្នកគួរតែដឹងនិងមានអ្វីដែលអ្នកត្រូវទិញព្រមទទួលយកដែរទេនៅក្នុងពេលឆាប់ៗខាងមុខនេះសញ្ញាវាបានបង្ហាញថាសូមឲ្យអ្នកដែលស្ដាប់ការវិភាគរបស់ខ្ញុំនេះយកចិត្តទុកដាក់ចំពោះការថែរក្សាខ្លួនឯងជាពិសេសគឺអារម្មណ៍ផ្លូវចិត្តរបស់ខ្លួនឯងតែម្ដងចា៎គឺយកពេលវេលាខ្លះដើម្បីនៅជាមួយនឹងខ្លួនឯងហើយសិក្សាស្វែងយល់អំពីខ្លួនឯងកុំផ្ដោតអារម្មណ៍តែតោងចាប់អ្វីមួយដែលនៅក្រៅខ្លួនណាការដែលអ្នកឲ្យតម្លៃខ្លួនឯងក៏ដូចជាមើលថែរក្សាខ្លួនឯងវាគឺជាឱកាសដ៏ល្អមួយសម្រាប់អ្នកនៅក្នុងការដែលបើកធម៌ពលវិជ្ជមានណាឲ្យស្រូបទាញនៅអ្វីដែលល្អៗចូលមកក្នុងជីវិតរបស់អ្នកវាអាចតាក់ទងជាមួយនឹងការសម្រាកការលំហែកាយការរីករាយជាមួយនឹងអ្វីមួយដែលធ្វើឲ្យអារម្មណ៍របស់អ្នកស្ងប់វាមិនមែនជាអារម្មណ៍នៅក្នុងការស្លន់ស្លោធ្វើអ្វីមួយដោយបញ្ញាបញ្ញាឬក៏អាចនិយាយថាព្យាយាមតោងចាប់អ្វីមួយដោយបង្ខំដូចថាដើម្បីរត់ទៅតាមក្តីសម័យឬក៏ធ្វើការងារមួយនឹងឲ្យជោគជ័យគឺត្រូវតែអត់ងងុយត្រូវតែបង្ខំខ្លួនឯងឲ្យធ្វើនៅអ្វីដែលខ្លួនឯងយល់ថាអស់កម្លាំងទៅហើយហត់នឿយទៅហើយប៉ុន្តែអត់ព្រមសម្រាកទេនៅតែតទៅមុខទៀតអញ្ចឹងទៅគឺថាវាដល់ពេលហើយនៅក្នុងការដែលអ្នកសម្រាកខ្លះទៅអ្នកគប្បីចេះគ្រប់គ្រងពេលវេលាក៏ដូចជាចេះថែរក្សាសុខភាពរបស់ខ្លួនឯងឲ្យវាសមស្របទៅតាមការងារដែលអ្នកធ្វើនោះផងដែរណាមិនមែនសវ៉ាយកភាពជោគជ័យនៅក្នុងជីវិតហើយភ្លេចគិតអំពីសុខភាពរបស់ខ្លួនឯងនោះក៏វាជាការថមថយមួយដូចថាវាមិនជោគជ័យទៅទាំងព្រមបានមួយអត់មួយចឹងណាអាចថានឹងមាននរណាម្នាក់ដែលជាប់សាច់ឈាមជាមួយអ្នកដែលនឹងតាក់ទងមកអ្នកនៅក្នុងពេលឆាប់ៗខាងមុខនេះអាចជាឪពុកម្ដាយរបស់អ្នកឬក៏អាចជាបងប្អូនបង្កើតរបស់អ្នកក៏ថាបានផងដែរអ្នកទាំងពីរអាចនឹងខាននិយាយជាមួយគ្នាអស់រយៈពេលជាយូរណាស់មកហើយក៏ថាបានហើយអាចនិយាយបានមួយទៀតថានៅពេលដែលគេតាក់ទងមកអ្នកលើកនេះគឺការប្រាស្រ័យតាក់ទងរបស់គេនឹងមានការល្អប្រសើរជាងមុនបើថានឹងមានការប្រែប្រួលអត់ដូចពីមុនទេអ្នកដែលស្ដាប់ការវិភាគរបស់ខ្ញុំអ្នកគឺជាមនុស្សដែលឆ្លងកាត់នៅបញ្ហាជាច្រើននៅឧបសគ្គជាច្រើននៅក្នុងជីវិតរបស់អ្នកហើយអ្នកក៏ជាមនុស្សដែលរឹងមាំជាងមុនពូកែជាងមុនតស៊ូជាងមុននិយាយទៅគឺយល់ដឹងអំពីជីវិតបានល្អប្រសើរជាងមុនណាមនុស្សដែលនឹងតាក់ទងមកអ្នកគឺជាមនុស្សដែលធ្លាប់គិតអវិជ្ជមានចំពោះអ្នកធ្លាប់មើលងាយអ្នកធ្លាប់ធ្វើបាបអ្នកអីចឹងក៏ថាបានផងដែរប៉ុន្តែអ្នកត្រូវដឹងថាការវាតម្លៃរបស់គេគឺជារឿងអតីតកាលទេដូចថាពីមុនយើងអាចនឹងក្មេងខ្ចីយើងអាចនឹងធ្វើអ្វីដែលសាងកំហុសដែលអត់ដឹងខ្លួនចឹងណាចឹងទៅគេវាតម្លៃយើងតាមនឹងដូចគ្នាចាមិនថាជាបងប្អូនឬក៏ឪពុកម្ដាយទេគឺគេមិនសូវជាឲ្យតម្លៃយើងទេប៉ុន្តែនៅពេលដែលគេឃើញថាយើងរៀងចាស់ទុំជាងមុនរៀងមានបានជាងមុនគឺគេមើលយើងនៅក្នុងផ្លូវផ្សេងមួយទៀតណាអ្នកដែលស្ដាប់ការវិភាគរបស់ខ្ញុំមួយចំនួនគឺអ្នកពេលនេះមកនេះកំពុងតែស្ថិតនៅក្នុងការប្រែប្រួលនៃជីវិតរបស់អ្នកឬក៏ការលំបាកណាមួយដែលនៅក្នុងការសម្រេចចិត្តរបស់អ្នកវាពិបាកនៅក្នុងការធ្វើអញ្ចឹងណាដូចថាអត់ដឹងថាខ្លួនឯងត្រូវធ្វើអីល្អឬក៏អត់ដឹងថាខ្លួនឯងគួរតែដើរទៅផ្លូវណាឬក៏អត់ដឹងថាមាននរណាម្នាក់ដែលអ្នកអាចតាក់ទងជាមួយបានទុកចិត្តបានអញ្ចឹងគឺអ្នកកំពុងតែពិបាកប៉ុន្តែអ្នកត្រូវតែធ្វើវាសន្សំហើយស្វែងយល់ពីវាបន្តិចម្ដងនោះអ្វីគ្រប់យ៉ាងនៅល្អប្រសើរសម្រាប់អ្នកហើយអ្នកមានសមត្ថភាពនៅក្នុងការកែប្រែនៅអ្វីមួយដែលជាធម៌ពលអវិជ្ជមានឬក៏រឿងអាក្រក់ណាមួយនៅក្នុងជីវិតរបស់អ្នកឲ្យវាคล้ายទៅជារឿងល្អឲ្យវាคล้ายទៅជាការគិតមួយដែលប្រពៃសម្រាប់ខ្លួនអ្នកដោយការធ្វើឬក៏សកម្មភាពរបស់អ្នកនឹងឯងបើសិនបើអ្នកកំពុងតែឆ្លងកាត់ឬក៏ជួបទុក្ខលំបាកណាមួយនៅក្នុងជីវិតរបស់អ្នកនៅក្នុងពេលនេះអ្នកត្រូវគិតថាវាគ្រាន់តែជាល្បែងនៃជីវិតទេគឺលេងវាទៅសាកល្បងវាទៅធ្វើវាទៅហើយត្រូវតែព្យាយាមធ្វើយ៉ាងម៉េចឲ្យឈ្នះនៅក្នុងល្បែងមួយហ្នឹងនៅពេលដែលអ្នកបានឆ្លងកាត់ជាមួយនឹងល្បែងជីវិតមួយហ្នឹងច្បាស់ណាស់ការលំបាកមួយហ្នឹងវានឹងคล้ายទៅជាអត់ន័យសម្រាប់អ្នកទេចាពេលដែលយើងឈ្នះហ្គេមគឺយើងនឹងមានអារម្មណ៍ថាយើងសប្បាយរីករាយផងដែរហើយបើទោះបីជាយើងចាញ់ក៏យើងត្រូវយល់ថាវាគឺជាបទពិសោធន៍មួយថ្ងៃក្រោយជប់ដើរផ្លូវហ្នឹងទៀតហើយអ្នកក៏នឹងទទួលបានការគិតថ្មីគំនិតថ្មីគេហៅថាចំណេះដឹងថ្មីនៃជីវិតដើម្បីកែប្រែអនាគតខ្លួនឯងឬក៏ដើម្បីជាបទពិសោធន៍នៅក្នុងជីវិតរបស់ខ្លួនឯងផងដែរស្លឹកវាបានបង្ហាញថាបើសិនបើអ្នកអាចយកឈ្នះនៅការលំបាកដែលអ្នកកំពុងតែជួបប្រទះនៅក្នុងពេលនេះបានណាច្បាស់ណាស់ថានៅក្នុងពេលខាងមុខនេះគឺអ្នកនឹងមានជីវិតមួយដែលល្អប្រសើរដែលប្រពៃដែលកសាងឡើងដោយដៃរបស់ខ្លួនឯងតែម្ដងណាអ្នកដែលស្ដាប់ការវិភាគរបស់ខ្ញុំអ្នកគឺជាមនុស្សដែលមានភាពអំណត់ហើយមានការតស៊ូនៅក្នុងជីវិតរបស់អ្នករៀងខ្លាំងគួរសមដែរអញ្ចឹងណាចាហើយការតស៊ូការអត់ធ្មត់របស់អ្នកនេះក៏នឹងទទួលបានគេហៅថាអំណោយពីចក្រវាលនឹងផ្ដល់ឲ្យអ្នកដែរដូចថាយើងគឺជាមនុស្សល្អដូច្នេះអ្វីដែលល្អនឹងកើតឡើងចំពោះជីវិតរបស់អ្នកច្បាស់ណាស់ថានៅក្នុងពេលខាងមុខនេះជីវិតរបស់អ្នកនឹងមានការផ្លាស់ប្ដូរទៅជាល្អប្រសើរខ្លាំងមែនទែនតែម្ដងអ្វីដែលអ្នកនឹងទទួលបានដែលជាក់ច្បាស់មែនទែនតែម្ដងនោះគឺជាទំនុកចិត្តទៅលើខ្លួនឯងភាពជឿជាក់ក៏ដូចជាគេហៅថាមានអំណាចនៅក្នុងការគ្រប់គ្រងក៏ដូចជាចាត់ចែងនៃជីវិតរបស់ខ្លួនឯងបានថាមានលំនឹងអត់រេរាតាមខ្យល់អត់ខ្លាចនេះខ្លាចនោះអត់ក្រែងរអាអីទេគឺមានភាពក្លាហាននៅក្នុងការដើរទៅមុខជាមួយនឹងជីវិតរបស់ខ្លួនឯងតែម្ដងអ្នកដែលស្ដាប់ការវិភាគរបស់ខ្ញុំអ្នកនឹងមានការគិតបែបវិជ្ជមាន
ហើយអ្នកនឹងអាចអនុញ្ញាតឲ្យគេហៅថារឿងល្អៗចូលមកក្នុងជីវិតរបស់អ្នកដោយការបើកចិត្តទទួលយកនៅពេលដែលអ្នកមានការផ្លាស់ប្ដូរនៅក្នុងការគិតរបស់ខ្លួនឯងច្បាស់ណាស់ថាផ្លូវដើរនៃជីវិតរបស់អ្នកក៏មានការផ្លាស់ប្ដូរដែរអ្នកនឹងទទួលបានឱកាសណាមួយមិនថាជាឱកាសតាក់ទងជាមួយនឹងរឿងការងាររឿងប្រកាសឬក៏រឿងសេចក្តីស្នេហាទេប៉ុន្តែអ្នកនឹងទទួលបានឱកាសដែលអ្នកតែងតែសម័យចង់បានណាបន្ទាប់ពីអ្នកបើកចិត្តទទួលយកគ្រប់យ៉ាងនៅក្នុងជីវិតអ្នកនឹងទទួលបានការជូនពរពីព្រះជាម្ចាស់ដោយសារតែទង្វើល្អក៏ដូចជាគេហៅថាការមោះមុតរបស់អ្នកខ្លះប្រាថ្នាចង់ឲ្យបានរឿងល្អកើតឡើងចំពោះខ្លួនឯងប៉ុន្តែខ្លួនឯងគឺជាមនុស្សដែលខ្លាចក្រែងច្រើនអៀនច្រើនចាអត់ហ៊ានតស៊ូទេដូចថាចង់បានប៉ុន្តែអត់ហ៊ានប្រឈមមុខនឹងបញ្ហាអត់ហ៊ានដើរទៅមុខខ្លាចនេះខ្លាចនោះហើយម្យ៉ាងទៀតទីមួយអ្វីដែលសំខាន់គេខ្លាចបរាជ័យហ្នឹងហ្មងហើយតែតែអញ្ចឹងយើងមិនមានការផ្លាស់ប្ដូរនៅក្នុងជីវិតយើងមិនទៅទូបានគេហៅថាការជូនពរពីព្រះបានទៅដោយសារតែយើងខ្លាចរហូតហ្នឹងស្លឹកបៀជំរុញឲ្យយើងក្លាហានឡើងជំរុញឲ្យយើងដើរទៅមុខជំរុញឲ្យយើងហ៊ានប្រឈមមុខជាមួយនឹងគ្រប់យ៉ាងដែលយើងកំពុងតែជួបប្រទះព្រោះថាស្លឹកបៀក៏បញ្ជាក់ផងដែរថានៅក្នុងពេលខាងមុខនេះគឺអ្នកនឹងក្លាយទៅជាមនុស្សដែលមានភាពក្លាហានមនុស្សដែលហ៊ានមនុស្សដែលឆ្លាតនៅក្នុងការដោះស្រាយបញ្ហានៅក្នុងជីវិតរបស់ខ្លួនឯងក៏ដូចជាមនុស្សដែលហ៊ានបើកចិត្តទទួលយកគ្រប់យ៉ាងដែលខ្លួនឯងឆ្លងកាត់ក៏ដូចជាកំពុងតែជួបប្រទះហើយបើសិនជាសួរថាតើគួរតែធ្វើយ៉ាងម៉េចដើម្បីកែប្រែជីវិតរបស់ខ្លួនឯងវិញណាអញ្ចឹងគឺអ្នកដែលស្ដាប់ការវិភាគរបស់ខ្ញុំគួរតែស្វែងយល់ដំបូងនោះគឺខ្លួនឯងចូលចិត្តធ្វើអីមុនសិនហើយព្យាយាមតែធ្វើវាដើម្បីឲ្យអារម្មណ៍របស់ខ្លួនឯងល្អប្រសើរឡើងនៅពេលដែលអារម្មណ៍យើងល្អប្រសើរការគិតរបស់យើងក៏ល្អប្រសើរទៅតាមហ្នឹងហើយអ្វីដែលល្អគឺវានឹងផុសឡើងនៅក្នុងគំនិតរបស់យើងដោយឯកឯងតែម្ដងណាអ្នកទាំងអស់គ្នាត្រូវដឹងពីវិធីសាស្ត្រនៅក្នុងការចិញ្ចឹមខួរក្បាលចាដើម្បីឲ្យយើងអារម្មណ៍ល្អស្រូបទីនៅអ្វីដែលល្អតើតែខួរក្បាលយើងនេះល្អគិតឃើញតែរឿងដែលល្អដូចគ្នាហើយខួរក្បាលរបស់យើងរីករាយខួរក្បាលរបស់យើងបានសម្រាប់គ្រប់គ្រាន់នៅក្នុងការគេងនៅក្នុងការគិតកុំគិតអ្វីដែលស្មុគពេកកុំគិតនៅអ្វីដែលធ្វើឲ្យបេះដូងរបស់យើងក៏ដូចជាខួរក្បាលរបស់យើងវារៀងសារៀងទុកសោកឬក៏តែមើលរឿងណាដែលគេហៅថារន្ធត់ពេកឬក៏មើលរឿងណាដែលគេហៅថាតក់ស្លុតពេកទុកសោកពេកអីចឹងគឺកុំដកឃ្លាទៅមើលរឿងណាដែលធ្វើឲ្យយើងសើចទៅមើលរឿងណាបែបមនោសញ្ចេតនាដែលធ្វើឲ្យយើងពោពេញទៅដោយការស្រឡាញ់នោះគេហៅថាស្រូបទាញច្បាប់ស្រូបទាញនៃចក្រវាលគឺយើងផ្ដល់ទៅចក្រវាលថាយើងចង់បានអញ្ចឹងបើយើងចូលចិត្តមើលរឿងអញ្ចឹងហើយអ្វីដែលយើងទទួលបានក៏វាជាផលល្អដែលត្រឡប់មកពីការគិតរបស់យើងនឹងឯងដូចនិយាយអញ្ចឹងគឺថាបើសិនបើអ្នកចង់ធ្វើអ្វីមួយនៅក្នុងបេះដូងរបស់អ្នកនៅក្នុងការគិតរបស់អ្នកទៅធ្វើវាទៅដើម្បីឲ្យបណ្ដុះការស្រឡាញ់បណ្ដុះគេហៅថាទំនុកចិត្តមកដល់ខ្លួនឯងណានៅក្នុងពេលខាងមុខនេះអ្នកដែលស្ដាប់ការវិភាគរបស់ខ្ញុំនឹងចេះគ្រប់គ្រងពេលវេលារបស់ខ្លួនឯងគ្រប់គ្រងដំណើរជីវិតរបស់ខ្លួនឯងហើយអ្នកអាចនឹងទទួលបាននៅគេហៅថាភាពរីករាយនៅក្នុងជីវិតដោយការរៀបចំឲ្យបានត្រឹមត្រូវអញ្ចឹងណាម៉ោងណាធ្វើការម៉ោងណាសម្រាប់ម៉ោងណាត្រូវមានពេលកម្សាន្តត្រូវមានពេលសប្បាយចាថ្ងៃណាដែលយើងអាចធ្វើការងារដែលយើងពេញចិត្តបានគឺនៅពេលហ្នឹងហើយគឺជីវិតរបស់អ្នកនឹងមានការប្រែប្រួលសម្រាប់អ្នកខ្លះទៀតគឺអាចនឹងមានឱកាសនៅក្នុងការធ្វើដំណើរដោយការជិះយន្តហោះទៀតផងនៅក្នុងពេលខាងមុខនេះឯងផ្លូវដើរនៃជីវិតរបៀបរស់នៅដែលអ្នកតែងតែសម័យចង់បានគឺវាស្ថិតនៅក្នុងការគ្រប់គ្រងរបស់អ្នកនឹងឯងចាទាំងអស់នេះគឺជាសារមួយសម្រាប់អ្នកដែលទស្សនាការវិភាគរបស់ខ្ញុំនៅក្នុងពេលនេះម៉ោងនេះថ្ងៃនេះមិនថាអ្នកទស្សនាការវិភាគនេះនៅក្នុងពេលណាថ្ងៃណាឆ្នាំណាទេប៉ុន្តែគឺវាមានប្រសិទ្ធភាពជារៀងរហូតតែម្ដងដូច្នេះហើយវាគឺដល់ពេលហើយនៅក្នុងការដែលអ្នកនេះចាត់ចែងធ្វើនៅអ្វីដែលខ្លួនឯងចង់ធ្វើហើយចេះគ្រប់គ្រងជីវិតខ្លួនឯងផ្លូវដើរខ្លួនឯងនោះអ្វីដែលល្អសម្រាប់ជីវិតរបស់អ្នកក៏នឹងរត់មករកអ្នកនៅក្នុងពេលបន្តទៀតមិនថាជាឱកាសការងារមិនថាជាឱកាសនៅក្នុងការជួបជាមួយមនុស្សថ្មីឬក៏មិនថាជាឱកាសនៅក្នុងការដែលរកខ្លួនឯងឃើញនៅក្នុងពេលខាងមុខនេះទេគឺទាល់តែយើងនេះឈានដើរទៅមុខហើយចេះគេហៅថាចំណាយពេលវេលាខ្លះជាមួយនឹងខ្លួនឯងណាហើយនេះក៏ជាទីបញ្ចប់សម្រាប់ការវិភាគនៅក្នុងពេលនេះដែរខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តការវិភាគរបស់ខ្ញុំសូមកុំភ្លេចជួយ like subscribe និង share channel របស់ខ្ញុំអ្នកមួយផងដែរក៏ដូចជាជួយ comment ខាងក្រោមវីដេអូថាតើការទូទីនេះត្រូវជាមួយអ្នកទាំងអស់គ្នាបានប្រមាណ%ដើម្បីជាការចែករំលែកទៅដល់អ្នកដទៃសូមអរគុណជួបគ្នានៅក្នុងឱកាសក្រោយ